សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះលេងមកពីសាកលវិទ្យាល័យ APU ខេត្តអុយតានិងសាកលវិទ្យាល័យ APU ពុំមានការប៉ះពាល់ដោយសារការរំជួយដីនិងស្ថានភាពនៃការបែកធ្លាយថាមពលបរិមាណណូក្នុងពេលថ្មីនេះទេយើងបានដឹងច្បាស់ហើយថាការរំជួយដីនិងរលកស៊ូណាមិយ៉ាងខ្លាំងសម្បើមដែលបានកើតឡើងកាលពីថ្ងៃទី11ខែមិនិនាឆ្នាំ2011បានធ្វើឲ្យមានការព្រួយបារម្ភជាបន្តពីសំណាក់មាតាបិតានិងអាណាព្យាបាលរបស់និស្សិត APU ទាំងអស់ជាពិសេសនិស្សិតដែលបានទើបនឹងចូលថ្មីពិតជាមានការកង្វល់ខ្លាំងជាងគេវាមិនត្រឹមតែមានការលំបាកក្នុងការមកដល់ប្រទេសជប៉ុនប៉ុណ្ណោះទេប៉ុន្តែវាក៏មានការលំបាកផងដែរក្នុងការស្វែងរកប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបានស្ដីអំពីហេតុការណ៍ដែលបានកើតឡើងក្នុងពេលថ្មីកន្លងមកនេះហេតុដូច្នេះហើយសមាជិកអ្នកជំនួយការកាសែតនិស្សិតមានចេតនាចង់ជួយផ្ដល់ព័ត៌មានដល់អ្នកទាំងអស់គ្នាស្ដីអំពីស្ថានភាពនៅក្នុងខេត្តអុយតាព័ត៌មានស្ដីពីការរំជួយដីនៅក្នុងខេត្តអុយតាតាំងពីមានហេតុការណ៍រំជួយដីកើតឡើងកាលពីថ្ងៃទី11ខែមិនិនាកន្លងមកនេះពុំមានការរំជួយណាមួយកើតឡើងគួរឲ្យកត់សម្គាល់នៅក្នុងខេត្តអុយតាឬសាកលវិទ្យាល័យ APU នោះទេគិតមកដល់ថ្ងៃទី18ខែមេសាកន្លងមកនេះព័ត៌មានស្ដីពីការរំជួយដីមាននៅលើគេហទំព័រភ្នាក់ងារវត្ថុនិយមនៃប្រទេសជប៉ុនព័ត៌មាននេះមានទាំងជាភាសាជប៉ុននិងជាភាសាអង់គ្លេសប៉ុន្តែសូមប្រើប្រាស់សេវា Google ដើម្បីបកប្រែភាសាប្រសិនបើត្រូវការព័ត៌មានបន្ថែមច្រើនទៀតកម្រិតនៃជាតិវិទ្យុសកម្មនៅក្នុងខេត្តអុយតាព័ត៌មានស្ដីពីកម្រិតជាតិវិទ្យុសកម្មដែលមាននៅក្នុងខ្យល់និងទឹកបានចេញផ្សាយជារៀងរាល់ថ្ងៃនៅក្នុងខេត្តអុយតាជាធម្មតាកម្រិតនៃជាតិវិទ្យុសកម្មនៅក្នុងខ្យល់ស្ថិតនៅក្នុងចន្លោះរវាង 0.040 និង 0.080 មីក្រូស៊ីលវ៉ឺតក្នុង1ម៉ោងនៅថ្ងៃច័ន្ទទី18ខែមេសាឆ្នាំ2011តួលេខនេះស្ថិតនៅកម្រិតត្រឹមតែ 0.051 មីក្រូស៊ីលវ៉ឺតក្នុង1ម៉ោងនេះបញ្ជាក់ថាកម្រិតនៃជាតិវិទ្យុសកម្មនៅក្នុងខេត្តអុយតាស្ថិតនៅក្នុងកម្រិតធម្មតាលើសនេះទៀតគ្មានសញ្ញាណាមួយបញ្ជាក់ថាមានសារធាតុវិទ្យុសកម្មដូចជាអ៊ីយ៉ូឌីន131ឬក៏សេស្យូម137ត្រូវបានរកឃើញទេគិតមករហូតមកដល់ថ្ងៃទី17ខែមេសាកន្លងមកនេះចំណែកឯទឹកដូមីណេវិញក៏គ្មានសញ្ញាណាបង្ហាញថាមានអ៊ីយ៉ូឌីន131ឬក៏សេស្យូម137ត្រូវបានរកឃើញដែរគិតរហូតមកដល់ថ្ងៃអាទិត្យទី17ខែមេសាកន្លងមកនេះព័ត៌មានបន្ថែមទៀតស្ដីពីកម្រិតនៃជាតិវិទ្យុសកម្មនៅក្នុងខេត្តអុយតាមាននៅក្នុងគេហទំព័រផ្លូវការរបស់ខេត្តអុយតាព័ត៌មាននេះមានតែជាភាសាជប៉ុនតែប៉ុណ្ណោះដូច្នេះសូមមេត្តាប្រើសេវា Google ដើម្បីប្រែភាសាក្នុងទំព័រនីមួយមានគំនូសបំព្រួញជាមួយនឹងតួលេខថ្មីបំផុតកន្លែងណាដែលមានសញ្ញាអក្សរបញ្ជាក់ថាពុំមានសារធាតុពិសេសណាមួយត្រូវបានរកឃើញទេនេះជាព័ត៌មាននៅលើគេហទំព័ររបស់ខេត្តអុយតាឧទាហរណ៍ទី1កម្រិតផលធៀបបច្ចុប្បន្ននៃការសាយភាយវិទ្យុសកម្មក្នុងបរិយាកាសកម្រិតនៃការសាយភាយជាមួយនឹងជាតិវិទ្យុសកម្មកម្រិតនេះជាកម្រិតផលធៀបបច្ចុប្បន្ននៃការសាយភាយវិទ្យុសកម្មជាមួយនឹងជាតិវិទ្យុសកម្មចំណែកឯទីនេះគឺជាតួលេខនៃការបញ្ចេញវិទ្យុសកម្មក្នុងខ្យល់ចុងក្រោយបំផុតមួយនេះគឺជាកម្រិតនៃការសាយភាយសារធាតុវិទ្យុសកម្មដែលមាននៅក្នុងបរិយាកាសចុងក្រោយបំផុតហើយត្រង់នេះគឺតកតងទៅនឹងជាតិសេស្យូម137ត្រង់នេះតកតងទៅនឹងជាតិអ៊ីយ៉ូត131ហើយបើយើងឃើញមានអក្សរសរសេរបែបនេះគឺបញ្ជាក់ថា
ពុំមានការសារធាតុណាមួយត្រូវបានរកឃើញទេឧទាហរណ៍ទី2កម្រិតវិទ្យុសកម្មក្នុងទឹករ៉ូប៊ីណេនៅក្នុងទីក្រុងនេះជាកម្រិតវិទ្យុសកម្មនៅក្នុងទឹករ៉ូប៊ីណេនៅក្នុងទីក្រុងចំណែកទីនេះគឺបញ្ជាក់ពីជាតិអ៊ីយ៉ូត131ហើយចំណុចនេះគឺតាក់ទងនឹងជាតិសេស្យូម137កាលណាមានសញ្ញាបែបនេះគឺបញ្ជាក់ថាពុំមានសារធាតុណាមួយត្រូវបានរកឃើញទេហើយទីនេះគឺជាកាលបរិច្ឆេទក្នុងការវាស់វែងយកតួលេខនេះនិស្សិត APU បានបកប្រែព័ត៌មាននេះជាច្រើនភាសានៅក្នុងគេហទំព័រ from APU students for APU students This news item is available on the SPA student website in a range of languages. Thank you. Bye bye.